ok ok បន្ទាប់ពីយើងសាងសង់ណាចិត្តរួចរាល់ឥឡូវយើងចាប់ដើមសម្អាតបោះជ្រះផ្ទះសបែងឲ្យសមរម្យម្ដងព្រោះវាកន្លងតុងឆាណែនណាន់តាន់តាប់ពេញផ្ទះសបែងឥឡូវបើយើងសម្អាតស្អាតខ្លះចឹងទៅវាធ្វើឲ្យយើងនឹងល្អផ្នែកផងដែរបើផ្ទះមើលទៅដូចតែព្រៃ បាទឥឡូវយើងហើយរោងអស់ហើយនៅតិចតួចនឹងបង្ហើយថ្ងៃនេះឬក៏ថ្ងៃស្អែកនឹងឯងអញ្ចឹងជាប់ការថែទាំផងជាប់ធ្វើរោងដេស្បៃផងណាតែកណ្ដោបរបស់យើងគឺអានេះគឺយើងបាន10ថ្ងៃហើយបាទបាន10ថ្ងៃហើយថ្ងៃទី9បាទមិនមែន10ថ្ងៃទេថ្ងៃទី9ហើយវាចាប់ដើមឆ្លោះធំហើយគឺឡើងណែនតែម្ដងព្រឹកនេះគឺមិនទាន់បានដាក់ចំណីទេរហូតសម្អាតផ្ទះសិនថ្ងៃនេះរហូតសម្អាតផ្ទះអញ្ចឹងអត់ទាន់បានដាក់ចំណីទេចំណីចង់អស់ហើយអញ្ចឹងយើងតិចទៀតយើងដាក់ចំណីឲ្យវាឆៃអូខេអញ្ចឹងវីដេអូហ្នឹងប៉ុណ្ណឹងគ្រាន់តែចង់បង្ហាញថាយើងធ្វើយើងរៀបចំយើងចិញ្ចឹមយើងត្រូវថែទាំបរិស្ថានជុំវិញផ្ទះរបស់យើងឲ្យបានស្អាតបានផងដែរអូខេអរគុណច្រើនជួបគ្នាវីដេអូថ្មីពីកសាន168ជាបន្តទៀត